សង្ស័យទប់តំណែងមិនជាប់ទេរឿងលោកហេងងួនស្រុនអភិបាលរងស្រុកជុំគិរីកំពុងតែឈរទទួលភ្ញៀវត្រូវប្រពន្ធដើមតាមតាន់ឆ្លោះគ្នាផ្អើលរោងការពេលនេះរដ្ឋបាលខេត្តកំពតនឹងលើកសំណើទៅក្រសួងមហាផ្ទៃហើយមហាជនពិតជាបានដឹងហើយថាកាលពីថ្ងៃទី2ខែមិថុនាឆ្នាំ2025ម្សិលមិញមានការបង្ហោះចាយវីដេអូពីសកម្មភាពស្ត្រីជាប្រពន្ធដើមតាមតាន់លោកប្តីកំហុចមានតួនាទីជាអភិបាលរងស្រុកជុំគិរីលួចរៀបការប្រពន្ធថ្មីថតបង្ហោះសកម្មភាពឆ្លោះគ្នាផ្អើលអស់រោងការនិងបណ្ដាញសង្គមពេលនេះរដ្ឋបាលខេត្តកំពតបានចេញលិខិតប្រកាសព័ត៌មានដោយប្រកាសមិនគាំទ្រដាច់ខាតចំពោះលោកហេងងួនស្រុនមានតួនាទីជាអភិបាលរងស្រុកជុំគិរីខេត្តកំពតប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរកិត្តិយសរបស់ខ្លួននិងអង្គភាពហើយរដ្ឋបាលខេត្តកំពតនឹងលើកសំណើទៅក្រសួងមហាផ្ទៃហើយសូមរំលឹកថាបើយោងតាមវីដេអូជាច្រើនវិនាទីដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមកាលពីយប់ថ្ងៃទី2មិថុនាឆ្នាំ2025បានឲ្យដឹងថាបរិសម្នាក់មានឋានៈតួនាទីជាអភិបាលរងស្រុកមួយរូបបានលួចក្បត់ចិត្តប្រពន្ធកូនលួចទៅរៀបការជាមួយស្រីថ្មីត្រូវបានស្ត្រីជាប្រពន្ធដើមនិងកូនប្រុសស្រី3នាក់ទៅតាមតាន់អំឡុងពេលដែលប្តីនិងស្ត្រីជាប្រពន្ធក្រោយឈរទទួលភ្ញៀវពេលប្រលប់ផ្អើលអស់ញាតិផៅខណៈប្រពន្ធដើមស្របច្បាប់មិនទាន់លែងលះគ្នាដាច់ស្រេចនៅឡើយករណីនេះបានកើតឡើងនៅយប់ថ្ងៃទី2មិថុនាឆ្នាំ2025ស្ថិតនៅភូមិត្រពាំងវែងឃុំត្រពាំងរាំងស្រុកជុំគិរីខេត្តកំពតតួអង្គខាងប្រុសត្រូវបានគេស្គាល់ឈ្មោះហេងងួនស្រុនអភិបាលរងស្រុកជុំគិរីខេត្តកំពតចំណែកនារីជាប្រពន្ធក្រោយត្រូវបានគេស្គាល់ឈ្មោះអាមុំសាឡុនតែចៃដន្យប្រពន្ធដើមដឹងក៏ដឹកដៃកូនប្រុសស្រីទៅដល់មុខរោងការខណៈពេលដែលកូនកំលោះកូនក្រមុំកំពុងតែឈរទទួលភ្ញៀវមានការជជែកឆ្លោះគ្នាបែកផ្សែងអើលអស់ញាតិផៅហើយរាល់សកម្មភាពនោះត្រូវបានគេថតបង្ហោះនៅលើបណ្ដាញសង្គមឡើងប្រងព្រាតដោយមហាជនខ្លះបានចូលទៅខមមិនថាខ្លួនជាអ្នកអនុវត្តច្បាប់បើជាមិនគោរពច្បាប់អង្គុយលើច្បាប់មានប្រពន្ធកូនមិនទាន់លែងលះគ្នាដាច់ស្រេចផងលួចទៅរៀបការប្រពន្ធថ្មីទៀតមនុស្សធន់នឹងអីកុំឲ្យកាន់តំណែងជាអភិបាលរងទៀតធ្វើអីនាំខ្មាស់គេក្រោយពីមានហេតុការណ៍នោះកើតឡើងនៅថ្ងៃទី3ខែមិថុនារដ្ឋបាលខេត្តកំពតបានចេញសេចក្តីប្រកាសព័ត៌មានមួយជម្រាបទៅប្រជាពលរដ្ឋនៅក្នុងខេត្តកំពតក៏ដូចជាសាធារណជនមេត្តាជ្រាបថាកាលពីវេលាយប់ថ្ងៃទី2មិថុនាឆ្នាំ2025នាពេលថ្មីនេះរដ្ឋបាលខេត្តបានពិនិត្យឃើញមានព័ត៌មានលើបណ្ដាញសង្គមជាច្រើនគណនីបានបង្ហោះឃ្លីបវីដេអូករណីបុគ្គលឈ្មោះហេងងួនស្រុនមានតួនាទីជាអភិបាលរងស្រុកជុំគិរីខេត្តកំពតបានប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរកិត្តិយសរបស់ខ្លួននិងអង្គភាពករណីនេះរដ្ឋបាលខេត្តកំពតសូមមិនគាំទ្រដាច់ខាតចំពោះករណីខាងលើដែលមានចែងនៅក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលរដ្ឋបាលខេត្តនឹងលើកសំណើគោរពជូនទៅក្រសួងមហាផ្ទៃដើម្បីចាត់វិធានការវិន័យស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្តករណីនេះដែរមហាជនកំពុងតែរងចាំមើលថាតើលោកហេងងួនស្រុនអភិបាលរងស្រុកជុំគិរីលួចរៀបការប្រពន្ធថ្មីត្រូវប្រពន្ធដើមតាមតាន់ឆ្លោះគ្នាផ្អើលរោងការអាចទប់តំណែងជាប់ដែរឬយ៉ាងណាខាងក្រោមនេះជាខ្សែអាចសម្លេងរបស់លោកហេងងួនស្រុនអភិបាលរងស្រុកជុំគិរីដែលបានបកស្រាយមានខ្លឹមសារទាំងស្រុងដូចខាងក្រោមបាទនៅក្នុងករណីនេះខ្ញុំសូមបំភ្លឺទៅបងថាជាករណីមួយដែលការមានការភ័ន្តច្រឡំគ្នាតិចតួចហើយក៏មានការបូករោគគ្នាជាមួយនឹងរឿងចាស់អញ្ចឹងក្នុងករណីនេះគឺយើងបានដោះស្រាយចប់អស់ហើយរវាងគ្រួសារខ្ញុំក៏អត់មានហេតុការណ៍អីកើតឡើងទៀតដែរអ្វីដែលយើងមានការជជែកឬក៏ប្រកែកគ្នានៅមុខរោងគេដ្ឋាននោះគឺជាការភ័ន្តច្រឡំទាំងស្រុងអញ្ចឹងហើយសូមព័ត៌មានទាំងអស់មេត្តាកុំយល់ច្រឡំថាជាពិធីមង្គលការនេះជាពិធីឡើងគេដ្ឋានអញ្ចឹងហើយទាំងគ្រួសារខ្ញុំទាំងអស់គឺសូមមេត្តាកុំយល់ច្រឡំហើយក៏ខ្ញុំសូមចេញវីដេអូបំភ្លឺមកថាជាករណីនេះគឺខ្ញុំបានដោះស្រាយចប់សពគ្រប់អស់ហើយវាងជាមួយប្រពន្ធខ្ញុំគឺគ្មានរឿងករណីអីកើតឡើងទៀតទេហើយក្នុងករណីដែលកើតឡើងតាំងពីបាននេះឥឡូវនេះគឺខ្ញុំបានដោះស្រាយចាប់សពគ្រប់អស់ហើយអញ្ចឹងហើយសូមមជ្ឈដ្ឋានព័ត៌មានបងប្អូនទាំងអស់សូមមេត្តាកុំយល់ច្រឡំទៀតនៅក្នុងវីដេអូនេះ